យប់ទាំងថ្ងៃព្រោះផលនៃលោហិតដែលហូរធ្លាក់ចុះអំពីសេសៈព្រះពុទ្ធរស្មីនឹងមានដល់អវិជ័យនរកនិងភគវៈព្រំព្រោះផលនៃលោហិតលើព្រះសេសៈនឹងមានពន្លឺភ្លឺស្វាងអំពីព្រះអូណាឡោមគឺរោមប្រជុំចិញ្ចើមមិនអាចកំណត់បានព្រោះផលដ៏ក្រៃលែងយាងដើរទៅមួយសប្តាហ៍ទ្រង់បានកើតឡើងនៅដើមកាប់ប្រព្រឹកមួយដើមមនាលសារីបុត្រជនទាំងអស់មិនបានឃើញតថាគតក្នុងកាលឥឡូវនេះប្រសិនបើជនទាំងនោះធ្វើទានរក្សាសិលចម្រើនភាវនាដោយផលនៃកុសលកម្មនោះនឹងបានកើតក្នុងសម័យនៃព្រះពុទ្ធជាម្ចាស់នាមព្រះអរិយមេត្រីមិនខានសាធុវោអស់លោកអ្នកសាធុសពបរោះទាំងឡាយជាអ្នកស្ដាប់ដោយដែលអាត្មាភាពបានអត្ថាធិប្បាយជាសម្លេងកន្លងមកហើយយើងអាចសន្និដ្ឋានបានថាព្រះសិអាមេត្រីសាងព្រះពុទ្ធការកធម៌ក្រាស់ដោយវិរិយៈគឺការព្យាយាមជាវិរិយថឹកចំនួន16អសង្ខ័យនិង100,000កម្មបន្ទាប់អំពីបានទទួលព្យាករលើកទី1ចប់ដោយប្រវត្តិសង្ខេបនៃព្រះស្រីអាមេត្រីអត្ថាធិប្បាយជាសម្លេងដោខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុធម្មវិជតោបកតុងជាលោកគ្រូចៅអធិការនៃវត្តថ្មអណ្ដែតដែលស្ថិតនៅភូមិច្បក់ភ្លោះឃុំភ្នំបាទស្រុកវិញលឺខេត្តកណ្ដាលដោយអំណាចនៃការផ្សព្វផ្សាយក្នុងធម្មទាននៃเพจពុទ្ធវចនៈនេះសូមឲ្យខ្ញុំព្រះករុណាអាត្មាភាពបានរួចចាក់ទុកនៅក្នុងសង្សារវដ្តកំបីឃ្លៀងឃ្លាតក្នុងជាតិណាមួយឡើយនិងម្យ៉ាងវិញទៀតសូមអស់លោកអ្នកសាទសពអរោទាំងឡាយដែលបានស្ដាប់នៅប្រវត្តិព្រះពុទ្ធព្រះស្រីអាមេត្រីដែលអាត្មាភាពបានពោលជាសម្លេងនេះសូមឲ្យបានជាបច្ច័យនៃអានិសង្សក្នុងការរួចចាក់ទុកនៅក្នុងសង្សារវដ្តកំបីឃ្លៀងឃ្លាតក្នុងជាតិដូចគ្នាសូមអរព្រគុណនិងអរគុណ